មេតបដ៏អស្ចារ្យម្នាក់ឈ្មោះណាម៉ានជាមេតបកម្ពុជារបស់ស្រុកសេរីជាមនុស្សខ្លាំងពូកែហើយមានកិត្តិយសណាស់នៅចំពោះមុខស្ដេចប៉ុន្តែណាម៉ានមានអាចកំបាំងដ៏អាក្រក់មួយដែលខ្លួនរបស់គាត់ពីសទៅដោយអាវធ្វើអំពីដែកក៏គាត់មិនអាចលាក់កំបាំងពីជំងឺខ្លងរបស់គាត់បានដែរជំងឺនេះធ្វើឲ្យគាត់មានអារម្មណ៍ឯកានិងក្រៀមក្រំយ៉ាងខ្លាំងនៅក្នុងផ្ទះរបស់ណាម៉ានមានក្មេងស្រីបម្រើម្នាក់ដែលត្រូវបានចាប់ខ្លួនពីស្រុកអ៊ីស្រាអែលនាងបានឃើញការឈឺចាប់របស់ណាម៉ានរៀងរាល់ថ្ងៃមួយក្មេងស្រីនេះបាននិយាយទៅកាន់ភរិយារបស់ណាម៉ាននាងបាននិយាយថាអូបើចៅវាយរបស់ខ្ញុំទៅជួបហោរាអេលីសេនៅស្រុកសាម៉ារីនោះហោរានឹងប្រោសគាត់ឲ្យជាមិនខានពេលណាម៉ានឮដំណឹងនៃក្តីសង្ឃឹមនេះគាត់ក៏រាយការណ៍ភ្លាមទៅកាន់ស្ដេចសេរីស្ដេចក៏យល់ព្រមហើយបានចាត់ឲ្យមានសំណើសុំដ៏ធំមួយព្រមទាំងអំណោយដ៏មហិមាមានទាំងមាសប្រាក់និងសម្លៀកបំពាក់ល្អបន្ទាប់ពីស្ដេចបានអនុញ្ញាតឲ្យលោកណាម៉ានបានចេញដំណើរជាមួយរទេះសេះនិងទាហានរបស់គាត់ជាក្បួនដង្ហែដ៏អស្ចារ្យធ្វើដំណើរពីស្រុកសេរីទៅស្រុកអ៊ីស្រាអែលណាម៉ានបានទៅជួបស្ដេចអ៊ីស្រាអែលហើយប្រគល់ព្រះរាជសាររបស់ស្ដេចសេរីនៅក្នុងព្រះរាជសារនោះចែងថាសូមប្រោសអ្នកបម្រើខ្ញុំឈ្មោះណាម៉ានឲ្យជាផងស្ដេចអ៊ីស្រាអែលបានអានព្រះរាជសារនោះហើយក៏ស្លន់ស្លោទ្រង់បានហែកសម្លៀកបំពាក់ហើយស្រែកថាតើអញជាព្រះឬដែលអាចសម្លាប់និងប្រោសឲ្យរស់បាននេះជាល្បិចដើម្បីបង្កសង្គ្រាមហើយដំណឹងនេះបានឮដល់ហោរាអេលីសេបានឮលោកក៏ចាត់អ្នកបម្រើឲ្យទៅប្រាប់ថាចូលឲ្យណាម៉ានមកឯខ្ញុំដើម្បីឲ្យគាត់ដឹងថាមានហោរានៅអ៊ីស្រាអែលពេលមេតបណាម៉ានបានមកដល់ផ្ទះរបស់អេលីសេជាមួយសេះនិងរទេះទាំងអស់តែលោកអេលីសេមិនបានចេញមកទទួលស្វាគមន៍ណាម៉ានផ្ទាល់ទេបែរជាគាត់ចាត់អ្នកបម្រើឈ្មោះកេហាស៊ីទៅវិញលោកកេហាស៊ីបាននិយាយថាចូលទៅលាងខ្លួន7ដងនៅទន្លេយ៉ូដាននោះសាច់នឹងបានស្អាតវិញណាម៉ានខឹងសម្បាយ៉ាងខ្លាំងគាត់សង្ឃឹមថាអេលីសេនឹងចេញមកគ្រវីដៃហើយអំពាវនាវដល់ព្រះណាម៉ានស្រែកថាតើទន្លេអបាណានិងផានៅដាម៉ាស់មិនប្រសើរជាងទឹកអ៊ីស្រាអែលទេឬគាត់បានបត់រទេះដោយកំហឹងនិងចាប់ផ្ដើមបរទៅយ៉ាងឆ្ងាយអ្នកបម្រើរបស់គាត់បាននិយាយដោយថ្នមថាបើហោរាសូមឲ្យលោកធ្វើអ្វីពិបាកតើលោកមិនធ្វើទេឬពួកគេនិយាយថាដោយសារគាត់គ្រាន់តែនិយាយថាលាងខ្លួនហើយបានជាស្អាតវិញហេតុអ្វីមិនជាសាកល្បងមើលណាម៉ានបានស្ដាប់ដកដង្ហើមវែងហើយបញ្ជារទេះឲ្យត្រឡប់ទៅទន្លេយ៉ូដានវិញណាម៉ានបានដោះអាវពាសដែកហើយចុះទៅក្នុងទឹកល្អក់នៃទន្លេយ៉ូដានជ្រមុជលើកទី1គ្មានអ្វីកើតឡើងទេគាត់បានជ្រមុជទឹកជាលើកទី2ទី3ទី4ទី5និងទី6តែជំងឺខ្លងនៅដដែលគាត់ជ្រមុជទឹកលើកទី7ពេលគាត់ងើបពីទឹកឡើងវិញបងប្អូនទាយទៅមើលតើមានអ្វីកើតឡើងតើដូចលើកទី1ដល់ទី6មែនបាទបងប្អូនស្បែករបស់គាត់បានស្អាតភ្លាមដូចជាស្បែកទារកទើបនឹងកើតអញ្ចឹងគាត់សប្បាយចិត្តណាស់ទឹកមុខពោពេញទៅដោយអំណររួចណាម៉ានត្រឡប់ទៅរកអេលីសេវិញជាមួយអំណោយជាច្រើនណាម៉ានបាននិយាយថាឥឡូវនេះខ្ញុំដឹងថាគ្មានព្រះណាទៀតក្រៅពីព្រះអ៊ីស្រាអែលទេលោកអេលីសេបដិសេធមិនទទួលអំណោយទេក្នុងចំណុចនេះបងប្អូនគាត់ចង់បង្រៀនយើងថាព្រះគុណនិងការប្រោសរបស់ព្រះគឺឥតគិតថ្លៃណាម៉ានបានរៀនថាផ្លូវរបស់ព្រះតែងតែត្រឹមត្រូវអភូតហេតុដ៏អស្ចារ្យត្រូវការគោរពសាមញ្ញដែលចេញពីចិត្តការព្យាបាលនិងសេចក្តីសង្គ្រោះពិតប្រាកដតម្រូវឲ្យមានការគោរពប្រណិប័តនិងទៀបទុនចំពោះការណែនាំរបស់ព្រះទោះបីជាវាមើលទៅដូចជាល្ងងខ្លៅឬងាយស្រួលពេកក៏ដោយព្រះគុណរបស់ព្រះគឺជាអំណោយទានឥតគិតថ្លៃហើយមិនអាចរកបានដោយទ្រព្យសម្បត្តិឬការខិតខំរបស់មនុស្សឡើយរឿងនេះបានគូសបញ្ជាក់ថាជំនឿគឺជាការទុកចិត្តលើផ្លូវរបស់ព្រះមិនមែនលើចំណង់ចំណូលចិត្តឬមោទនភាពរបស់យើងទេ